ស្ត្រីម្នាក់ឡើងរថយន្តពីមុខសន្តាគារប៉ុន្តែនាងមិនដឹងទេថានោះអាចជាដំណើរដែលនាំនាងទៅរកសេចក្តីស្លាប់សូមស្រមៃមើលអ្នកកំពុងធ្វើដំណើរកម្សាន្តនៅប្រទេសក្រៅអ្នកស្នាក់នៅក្នុងសន្តាគារមួយយ៉ាងសុវត្ថិភាពព្រឹកឡើងមានរថយន្តមកទទួលអ្នកដោយអ្នកគិតថាវាជារថយន្តដែលបានរៀបចំសម្រាប់ដំណើររបស់អ្នកឡើងរថយន្តទ្វារបិទហើយរថយន្តចាប់ផ្ដើមចេញដំណើរប៉ុន្តែបន្តិចក្រោយមកអ្នកចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីនេះមិនមែនជាឈុតក្នុងភាពយន្តភ័យរន្ធត់ទេវាជារឿងដែលត្រូវបានរាយការណ៍ថាបានកើតឡើងនៅប្រទេសថៃស្ត្រីជនជាតិចិនម្នាក់កំពុងស្នាក់នៅទីក្រុងបាងកកហើយត្រៀមបន្តដំណើរទៅប្រទេសសិង្ហបុរីនៅថ្ងៃកើតហេតុមានរថយន្តមួយមកទទួលនាងពីសន្តាគារដំបូងនាងប្រហែលជាមិនបានសង្ស័យអ្វីទេប៉ុន្តែបន្ទាប់ពីរថយន្តចេញដំណើរមានបរិប3នាក់ទៀតឡើងមកក្នុងរថយន្តហើយចាប់ពីពេលនោះស្ថានភាពបានផ្លាស់ប្ដូរទាំងស្រុងតាមការរាយការណ៍ស្ត្រីរូបនេះត្រូវបានយកទូរស័ព្ទហើយដៃរបស់នាងត្រូវបានចងនាងត្រូវបានបង្ខំឲ្យនៅក្នុងរថយន្តខណៈរថយន្តបន្តបើកចេញពីទីក្រុងបាងកកសាកគិតមើលពីកន្លែងដែលមានមនុស្សច្រើននិងពន្លឺភ្លើងនៅទីក្រុងរថយន្តកំពុងនាំនាងទៅកាន់តំបន់ដែលនាងមិនស្គាល់ហើយគោលដៅដែលត្រូវបានសង្ស័យគឺតំបន់ជិតព្រំដែនថៃមីយ៉ាន់ម៉ានៅក្នុងស្ថានភាពបែបនេះតើអ្នកគិតថានាងមានអារម្មណ៍យ៉ាងណាភ័យអស់សង្ឃឹមឬគិតថាប្រហែលជានាងមិនអាចត្រឡប់ទៅសន្តាគារវិញបានទៀតទេប៉ុន្តែសំណាងរបស់នាងនៅមិនទាន់អស់នៅពេលរថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមួយស្ត្រីរូបនេះបានឃើញប៉ូលីសនាងព្យាយាមស្រែកសុំជំនួយប៉ុន្តែរថយន្តមិនឈប់ឡើយផ្ទុយទៅវិញរថយន្តបានបង្កើនល្បឿនប៉ូលីសចាប់ផ្ដើមដេញតាមហើយនៅពេលដែលនាងដឹងថានេះប្រហែលជាឱកាសចុងក្រោយរបស់នាងបានធ្វើអ្វីមួយដែលប្រថុយជីវិតបំផុតនាងបានបើកទ្វាររថយន្តហើយលោតចេញពីរថយន្តដែលកំពុងធ្វើដំណើរនាងរត់ទៅរកមនុស្សនៅក្បែរនោះដើម្បីសុំជំនួយទីបំផុតនាងត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅទទួលការព្យាបាលចំណែកបុរសដែលនៅក្នុងរថយន្តវិញមួយចំនួនបានរត់ចូលក្នុងតំបន់ព្រៃដើម្បីគេចខ្លួនប៉ុន្តែប៉ូលីសថៃបានតាមប្រម៉ាញ់ហើយចាប់ខ្លួនអ្នកពាក់ព័ន្ធបានជាបន្តបន្ទាប់ព័ត៌មានបន្តបន្ទាប់បានរាយការណ៍ថាមានបុរសថៃ4នាក់ត្រូវបានចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធនឹងករណីនេះប៉ុន្តែសំណួរដ៏គួរឲ្យខ្លាចបំផុតនៅតែមានហេតុអ្វីបានជាគេចាប់ស្ត្រីម្នាក់ចេញពីសន្តាគារហេតុអ្វីបានជាគេចង់ដៃនាងហេតុអ្វីបានជាគេចង់នាំនាងទៅតំបន់ជិតព្រំដែនហើយសំខាន់បំផុតតើមានអ្នកណាម្នាក់ទៀតនៅពីក្រោយក្រុមនេះឬអត់នៅពេលនេះយើងមិនគួរបញ្ញត្តិសន្និដ្ឋានថាករណីនេះជាការជួញដូរមនុស្សឬជាបទល្មើសប្រភេទណាមួយជាក់លាក់ទេប្រសិនបើអាជ្ញាធរមិនទាន់បញ្ជាក់អ្វីដែលយើងដឹងគឺស្ត្រីម្នាក់បានជួបស្ថានភាពដ៏គ្រោះថ្នាក់ហើយការរត់គេចរបស់នាងបានជួយឲ្យករណីនេះត្រូវបានរកឃើញដូច្នេះសម្រាប់អ្នកដែលធ្វើដំណើរទៅក្រៅប្រទេសសូមប្រុងប្រយ័ត្នកុំឡើងរថយន្តរបស់មនុស្សដែលអ្នកមិនស្គាល់ដោយមិនពិនិត្យប្រភពឲ្យច្បាស់កុំប្រគល់លិខិតឆ្លងដែនទូរស័ព្ទឬឯកសារសំខាន់ៗឲ្យមនុស្សចម្លែកដោយគ្មានហេតុផលច្បាស់លាស់កុំជឿមនុស្សដែលអះអាងថាគេជាមគ្គុទ្ទេសក៍ឬអ្នកបើកបរប្រសិនបើអ្នកមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេបានហើយប្រសិនបើអ្នកមានអារម្មណ៍ថាកំពុងត្រូវគេបង្ខំឬនាំទៅកន្លែងដែលអ្នកមិនបានគ្រោងទុកកុំស្ងៀមព្យាយាមរកឱកាសតាក់ទងប៉ូលីសសន្តាគារស្ថានទូតឬមនុស្សដែលអ្នកទុកចិត្តប៉ុន្តែសូមកុំប្រថុយធ្វើសកម្មភាពដែលអាចធ្វើឲ្យជីវិតអ្នកស្ថិតក្នុងគ្រោះថ្នាក់កាន់តែខ្លាំងហើយសម្រាប់អ្នកដែលកំពុងមើលវីដេអូនេះសូមកុំចែករំលែកព័ត៌មានចចាមរាមឬចោទប្រកាន់មនុស្សណាម្នាក់ថាជាអ ுக ្រិតជនប្រសិនបើមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរព្រោះនៅក្នុងករណីបែបនេះរឿងដែលយើងឮតាមអ៊ីនធឺណិតមិនមែនគ្រប់យ៉ាងសុទ្ធតែជាការពិតទេអ្វីដែលសំខាន់បំផុតគឺសុវត្ថិភាពរបស់អ្នកដំណើរនិងការស្វែងរកការពិតហើយរឿងមួយដែលគួរឲ្យគិតបំផុតគឺបើស្ត្រីរូបនេះមិនហ៊ានបើកទ្វាររថយន្តហើយរត់គេចនៅពេលនោះទេតើអ្វីនឹងកើតឡើងចំពោះនាងសំណួរនេះប្រហែលជាគ្មាននរណាអាចឆ្លើយបានឡើយ